នៅពេលដែលខ្ញុំចេញពីផ្ទះគ្រួសារខ្ញុំមានពាក្យប្រមាណម៉ាត់ដែលធ្វើឲ្យខ្ញុំមានកម្លាំងចិត្តខំប្រឹងតស៊ូទៅមុខជានិច្ចគាត់និយាយថាពេលកូនចេញពីស្រុកត្រូវមើលទៅមុខក៏មើលក្រោយប្រឹងទៅមុខទៅជីវិតកូនបានល្អប្រសើរពេលកូនចេញពីស្រុកកុំស្ដាយគេអាកកុំស្ដាយស្រែចម្ការកុំស្ដាយដីធ្លីដែលពួកគាត់មានបើកូននៅតែសម្លឹងទ្រពទាំងអស់នឹងកូនទៅមុខអត់បានឆ្ងាយទេកុំទៅរកលុយបដើនឹកឃើញថ្ងៃណាមួយមកលក់ទ្រព្យសម្បត្តិទាំងអស់នឹងធ្វើមានវិញអានឹងកូនគិតខុសហើយគាត់និយាយថាកូនចេញពីស្រុកទៅហើយកូនត្រូវតែប្រឹងលើខ្លួនឯងប្រឹងដោយសមត្ថភាពខ្លួនឯងកសាងភាពមានបានដោយខ្លួនឯងស្រុកយើងមានរឿងអស្ចារ្យជាច្រើនជាងទ្រព្យសម្បត្តិដែលឪពុកម្ដាយកំពុងមាននឹងទៀតផងបើកូនចេះកសាងខ្លួនឲ្យមានបានដោយខ្លួនឯងអានឹងទើបកូនខ្លាំងទៅថ្ងៃមុខគាត់និយាយថាបើមានពេលកូនត្រូវតែរៀនម៉ែឪមិនដឹងថារៀនទៅវាបានធ្វើស្អីទេតែដឹងតែត្រឹមថាបើមិនរៀនទេគឺប្រហែលម៉ែប្រហែលឪនឹងឯងគាត់ប្រាប់ខ្ញុំថាកូនត្រូវតែរៀនឲ្យបានច្រើនទៅម៉ែឪក៏មិនដឹងដែរថារៀននឹងក៏រៀនចប់ទៅធ្វើស្អីដែរតែដឹងថាបើកូនមិនរៀនកូននឹងពិបាកដូចម៉ែដូចឪនឹងឬក៏ពិបាកអាចនឹងលើសម៉ែលើឪទៀតគាត់ផ្ដាំថាឲ្យពិបាកតែធ្វើជំនាន់ពួកគាត់នឹងទៅបានហើយជំនាន់គាត់សុខចិត្តពិបាកឲ្យតែកូនបានរៀនតែពីជំនាន់កូនតទៅកូនត្រូវដឹងថាខ្លួនឯងត្រូវតែល្អប្រសើរជាងម៉ែឪបើកូនមិនខិតខំទេកូនមិនត្រឹមតែលំបាកដោយពុកម៉ែទេកូនឯងថែមទាំងបង្កើតនូវជីវភាពក្រខ្សត់មួយចំនួនទៀតទៅឲ្យកូនរបស់យើងបន្តទៀតចឹងត្រូវតែរៀនដើម្បីបានចំណេះឲ្យខ្ពង់ខ្ពស់ជាងពុកជាងម៉ែនៅពេលបច្ចុប្បន្នគាត់និយាយថាគ្រួសារយើងគ្មានខ្សែគ្មានខ្នងគ្មានចង្វាក់អីទេបើកូនខំប្រឹងថ្ងៃណាមួយកូននឹងក្លាយជាទីពឹងដ៏ធំមួយរបស់គ្រួសារយើងកូនមើលទៅជុំវិញខ្លួនបងប្អូនគ្រួសារអ៊ីអ៊ុំសិតតែអ្នកអត់បើយើងគ្មានខ្សែគ្មានចង្វាក់អីនឹងតោងទេចឹងហើយកូនកុំភ្លេចខ្លួនឲ្យសោះគ្រួសារយើងគ្មានខ្សែគ្មានខ្នងទេបើកូនខំប្រឹងថ្ងៃណាមួយកូននឹងក្លាយជាបង្គោលរបស់គ្រួសារកូននឹងក្លាយជាម្លប់របស់បងប្អូនកូននឹងក្លាយជាផ្លូវសម្រាប់អ្នកក្រោយបន្តទៀតគ្រួសារជាកម្លាំងចិត្តធំណាស់សម្រាប់ជីវិតយើងគ្រប់គ្នាពរជ័យពីគ្រួសារគឺជាពរជ័យដែលគ្មានថ្ងៃសាបសូន្យទេយកគ្រួសារជាកម្លាំងចិត្តយកគ្រួសារគឺជាចំហេះផ្លូវចិត្តឲ្យអ្នកខំប្រឹងបន្តទៅមុខឥតឈប់ពេលហត់នឿយត្រូវចាំថាមានមនុស្សមួយក្រុមចាំផ្ទះដៃអបអរសាទរអ្នកគ្រប់ពេលវេលាទាំងអស់អ្នកនោះគឺគ្រួសាររបស់យើង